មួយនេះគឺមានសេចក្តីរាយការណ៍ច្រើននៅសហរដ្ឋអាមេរិកនិងនៅអឺរ៉ុបនៅអាស៊ីក៏រាយការណ៍ច្រើនប៉ុន្តែខ្ញុំសូមដកស្រង់ពីសារព័ត៌មាន South China Morning Post ដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអំពីការវិវត្តពាក់ព័ន្ធជាមួយនឹងការជួបប្រជុំត្រីភាគីបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថាគឺប្រទេសកម្ពុជាហើយនិងប្រទេសថៃបានយល់ព្រមព្រៀងគ្នាក្នុងការពង្រឹងបទច្បាញ់គ្នារវាងប្រទេសទាំងពីរដើម្បីកសាងឡើងវិញនូវការទំនាក់ទំនងរបស់គ្នាទំនាក់ទំនងរវាងគ្នានឹងគ្នាបន្ទាប់ពីការចរចាត្រីភាគីដែលបានរៀបចំឡើងនៅក្នុងប្រទេសចិនហើយភាគីទាំង3នេះគឺបានយល់ថាត្រូវតែមានការផ្លាស់ប្ដូរគ្នាឲ្យបានស៊ីជម្រៅបន្ថែមទៀតដែលត្រូវធ្វើការជាជំហានតាមរយៈកិច្ចខិតខំប្រឹងប្រែងយោគយល់គ្នាទៅវិញទៅមកដើម្បីស្ដារនៅការទំនាក់ទំនងមកភាពធម្មតាឡើងវិញហើយក៏ដូចជាកសាងនៅទំនុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយផងដែរហើយនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងថៃបានល្អប្រសើរក៏ដូចជាថែរក្សានៅស្ថិរភាពនៅក្នុងតំបន់នេះបើយោងតាមក្រសួងការបរទេសរបស់ចិនបានបញ្ជាក់ឲ្យដឹងក្រសួងការបរទេសរបស់ចិនបានចេញនៅសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោកវ៉ាងយីហើយនិងសមាភិកីរបស់លោកគឺលោកសៀស័កភូមិខិតកៅហើយនិងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុននៅថ្ងៃច័ន្ទនៅក្នុងខេត្តយូណានក្នុងខេត្តយូណានរបស់ប្រទេសចិនការចុះឲ្យមានការជួបប្រជុំនេះគឺកើតមានឡើងតែក្នុងរយៈពេលប្រមាណម៉ោងប៉ុណ្ណោះក្រោយពីកម្ពុជាហើយនិងថៃបានយល់ព្រមឲ្យមានបទច្បាញ់គ្នាជាបន្ទាន់មួយនៅថ្ងៃសៅរ៍ហើយភ្លាមនោះគឺលោកវ៉ាងយីបានអញ្ជើញរដ្ឋមន្ត្រីការបរទេសទាំងពីរនេះបាទគឺកម្ពុជាហើយនិងថៃឲ្យទៅប្រទេសចិនដើម្បីជួបពិភាក្សាគ្នាហើយតំណាងយោធាដែលមកពីប្រទេសទាំង3ក៏បានចូលរួមផងដែរចឹងបានន័យថាមិនមែនតែអ្នកការទូតអ្នកនៅក្រសួងការបរទេសទេគឺមានតំណាងយោធាក៏ចូលរួមនៅក្នុងកិច្ចប្រជុំនោះផងដែរហើយនៅថ្ងៃច័ន្ទនេះគឺលោកវាងបានពិពណ៌នាហៅការពិភាក្សាត្រីភាគីនោះថាជាការពិភាក្សាមួយដែលមានលក្ខណៈស្ថាបនាហើយបានបង្ហាញនៅការយល់ឯកភាពគ្នាយ៉ាងសំខាន់នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសេចក្តីថ្លែងការណ៍នោះបានដកសងសម្ដីលោកវ៉ាងជីដោយនិយាយថាភាគីទាំងអស់បានយល់ព្រមសម្លឹងទៅអនាគតដោយខិតខំធ្វើដំណើររួមគ្នាជាមួយនឹងគ្នាគឺកិច្ចព្រមព្រៀងនៃការជួបប្រយុទ្ធគ្នានេះគឺជាអ្វីដែលសម្រេចបានដោយពិបាកហើយត្រូវតែទុកឲ្យវានៅមានថថេរបើសិនជាបោះបង់ចោលពាក់កណ្ដាលផ្លូវឬក៏ធ្វើឲ្យមានការបាញ់គ្នាឡើងវិញនោះវាមិនមែនជារឿងដែលមានផលប្រយោជន៍នោះទេទីក្រុងប៉េកាំងក៏បាននិយាយថាបទជបាញ់គ្នាដែលបានសម្រេចបាននោះគឺការឡើងដោយសារតែមានកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីទាំងអស់ដែលចិនបានស្វាគមន៍ហើយចាត់ទុកថាបទជបាញ់នេះគឺជារឿងមួយគួរឲ្យទៅលើកទឹកចិត្តណាស់នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះផងដែរគឺការចេញផ្សាយនេះកើតឡើងតែប្រមាណម៉ោងប៉ុណ្ណោះក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារតាមបណ្ដាញសង្គមដែលទាមទារថាលោកជាអ្នកចូលរួមឲ្យមានបទច្បាយគ្នានេះបាទអញ្ចឹងសារព័ត៌មានសម្បត្តិវិជ្ជាសារព័ត៌មាននៅខាងក្រៅប្រទេសនេះគឺក៏បានសរសេរសេចក្តីរាយការណ៍ជាច្រើនដែលផ្ដោតទៅលើការទាមទារជាន់គ្នារវាងសហរដ្ឋអាមេរិកហើយនិងប្រទេសចិនថែមទាំងមានសារព័ត៌មានខ្លះថែមទាំងនិយាយថាក្រោយពីកិច្ចប្រជុំត្រីភាគីនេះគឺចិនឆក់យកនៅស្នាដៃពីលោកប្រធានាធិបតី Donald Trump បាទនេះជាភាសារបស់អ្នកសារព័ត៌មានអញ្ចឹងបើយើងអ្នកស្ដាប់អ្នកអានគឺយើងមិនត្រូវលោតទៅតាមចំណងជើងនឹងការសរសេរ headline ឬក៏ដប់ដើមរឿងរបស់សារព័ត៌មាននេះទេបាទយើងផ្ដោតទៅលើអ្វីដែលជាសាច់រឿងពិតនៅក្នុងកិច្ចប្រជុំនោះបាទហើយ
សេចក្តីថ្លែងការណ៍នោះក៏របស់ក្រសួងការបរទេសរបស់ចិនក៏បានដកស្រង់សម្ដីលោកវ៉ាងដោយនិយាយថាគឺការជួបប្រជុំត្រីភាគីនៅប្រទេសចិននេះគឺជួយផ្សះផ្សានៅដំបៅដែលបានបន្សល់ទុកអំពីចំនួននេះហើយក៏ជាការមួយបើកផ្លូវឲ្យមានការស្ដារឡើងវិញនៅទំនាក់ទំនងដ៏ល្អបន្ទាប់ពីមានការខុសឆ្គងដែលបានអូបន្លាយអស់មួយរយៈពេលមកនេះហើយលោកបាននិយាយថា ប្រការនេះគឺជាការមួយបំរើទៅដល់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរគឺប្រជាជនកម្ពុជានិងប្រជាជនថៃហើយក៏ជាការមួយដែលគ្រប់ភាគីទាំងអស់រំពឹងចង់បានផងដែរបាទហើយបន្ថែមទៅលើនោះគឺសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថាប្រទេសចិននឹងបន្តបាទដើរតួជាអ្នកសម្របសម្រួលឲ្យទៅលើការវិវត្តនានានៅក្នុងទំនាក់ទំនងរវាងកម្ពុជាហើយនិងថៃហើយក៏ត្រៀមលក្ខណៈជាស្រេចផងដែរនៅក្នុងការផ្ដល់នៅមធ្យោបាយចាំបាច់តាមដែលអាចធ្វើបាននៅការគ្រប់គ្រងនានាបាទនេះគឺជាអ្វីដែលសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដោយបន្ថែមថាផ្នែកនានាដែលចិនអាចនឹងជួយបាននោះគឺរួមមានការតាមដានមើលបទជបញ្ញគ្នាផ្ដល់ជំនួយមនុស្សធម៌ហើយនឹងជួយទៅដល់ការដោះមានផងដែរបាទហើយខ្ញុំសូមបន្ថែមទៅលើអត្ថបទនេះគឺក៏មានការបន្ថែមថាចិនក៏មានបំណងផ្ដល់នូវការគ្រប់គ្រងដល់យោធាកម្ពុជានិងយោធាថៃនៅក្នុងការអនុវត្តបទជបញ្ញគ្នានេះដែរប្រសិនបើមានការស្នើសុំពីភាគីទាំងពីរបាទអញ្ចឹងគឺនេះគឺជារឿងមួយដែលចិនបានផ្ដល់ជូនបន្ថែមទៀតការជួបប្រជុំត្រីភាគីនៅក្នុងទីក្រុងពីខាងនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងថ្មីបំផុតទៀតហើយដើម្បីដើរតួនាទីពង្រឹងតួនាទីរបស់ចិននៅក្នុងការដើរតួនាទីជាអ្នកសម្របសម្រួលអន្តរជាតិខាងចិនក៏បានរៀបចំកិច្ចប្រជុំដោយឡែកផងដែរជាមួយនឹងសមាជិកថៃហើយនិងកម្ពុជាបាទគឺការជួបប្រជុំនោះគឺបានធ្វើឡើងកាលពីថ្ងៃអាទិត្យបាទហើយអញ្ចឹងគឺការជួបប្រជុំបាទជួបប្រជុំនេះគឺជាការមួយដែលបន្តទៅនឹងអ្វីដែលលោកវ៉ាងយីបានទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរក្រោយពីដំបូងក្រោយពីការប្រយុទ្ធគ្នាបានកើតមានឡើងអស់រយៈពេល10ថ្ងៃចាប់តាំងពីថ្ងៃទី7ខែធ្នូមកអញ្ចឹងបានន័យថាលើកនេះជួបត្រីភាគីនេះគឺបន្តពីកិច្ចការនោះហើយជួបដោយផ្ទាល់នៅប្រទេសចិនតែម្ដងចំពោះព័ត៌មានទី